ចាបងប្អូនហើយថ្ងៃនេះដែរគឺចង់ហូបបុកទឹកគ្រឿងបងប្អូនអញ្ចឹងទៅខ្ញុំក៏ចាប់ផ្ដើមមានត្រីនៅពេលព្រឹកនៅសល់មកខាងអញ្ចឹងទៅយើងក៏ចាប់ផ្ដើមធ្វើនឹងឯងបងប្អូនឲ្យកូនប្រុសរបស់ខ្ញុំបេះអំប៉ាល់បងប្អូននិយាយទៅកន្លែងខ្ញុំគឺអំប៉ាល់ខ្ចីនៅលើកន្លែងលើចង្ក្រានស្វាច់អញ្ចឹងទៅបងយើងជ្រុំអំប៉ាល់បងរួចហើយបងប្អូនក៏ចាប់ផ្ដើមដាក់ប្រហុកចូលក៏ដាក់ល្ងដែលត្រីយើងបុកលាយល្ងនឹងឯងបងប្អូនចូលអញ្ចឹងទៅយើងធ្វើទឹកគ្រឿងងខ្មៅបងប្អូនអើយគឺខែនេះផុតរដូវស្ដៅហើយបងប្អូនដោយសារយើងអស់រដូវស្ដៅបងប្អូនប៉ុន្តែដល់រដូវខ្នុរម្ដងបងប្អូននេះគឺថាខ្នុររបស់នាងខ្ញុំហ្នឹងណែបងប្អូនអើយគឺផ្លែឡើងជ្រែកដើមតែម្ដងអញ្ចឹងទៅខ្ញុំក៏ចាប់ផ្ដើមបងប្អូនគឺចាប់ផ្ដើមបេះយកមក2ផ្លែបងប្អូនគឺខ្ញុំមូលអត់បានឲ្យកូនរបស់ខ្ញុំបេះម្ដងបងប្អូនគឺយើងបេះយកមក2ផ្លែដើម្បីយកមកបងប្អូនពុះស្ងោរធ្វើជាអន្លក់បុកទឹកគ្រឿងរបស់យើងនឹងឯងបងប្អូនចាប់ផ្ដើមយកមកដល់ហើយបងប្អូនគឺយើងសម្រក់ចូលឲ្យអស់ខ្លះអញ្ចឹងទៅក៏ចាប់ផ្ដើមពុះនៅក្នុងទឹកបងប្អូនវិធីសាស្ត្រដែលយើងខ្នោខ្ចីដើម្បីកុំឲ្យប្រឡាក់ជួដៃបងប្អូនអើយគឺពុះក្នុងទឹកគឺគ្មានជាវជួប្រឡាក់ដៃបន្តិចសំបីតែបន្តិចបងប្អូនអញ្ចឹងហើយយើងក៏លាងស្អាតហើយចាប់ផ្ដើមយកវាទៅដាក់ស្ងោរតែម្ដងបងប្អូនហើយសម្រាប់នាងខ្ញុំនឹងពុះខ្នោនាងបងប្អូនអើយគឺពុះធំតូចអត់បានស្មើដៃទេដោយសារខ្ញុំពុះនៅក្នុងទឹកអត់មានបន្ទាប់ជ្រុញបងប្អូនអញ្ចឹងទៅធ្វើឲ្យខ្នោយើងអត់បានប៉ិនគ្នាស្អាតទេអញ្ចឹងយើងចាប់ផ្ដើមស្ងោរបងប្អូនយើងយកមកស្ងោរនេះបងប្អូនគឺស្ងោរមើលយើងចាក់មើលបើសិនតែវាជ្រាយហើយមានន័យថាវាផុយបើវាអត់ទាន់ជ្រាយទេយើងស្ងោរវាមកស្ទុះទៀតទៅបងប្អូនយើងធ្វើឲ្យជ្រាយដើម្បីឲ្យយើងហូបឆ្ងាញ់អញ្ចឹងបងប្អូនពេលខ្នោរបស់យើងឆ្អិនហើយនេះបងប្អូនគឺល្មមជាមួយនឹងទឹកគ្រឿងក៏ឆ្អិនល្មមដែរបងប្អូនគឺនៅស្រុកស្រែបងប្អូនអើយមានប៉ុណ្ណឹងគឺឆ្ងាញ់តែម្ដងបងប្អូនអើយបងប្អូនណាមិនទាន់ហូបបាយមកចូលរួមហូបបាយជាមួយជុំក្រុមគ្រួសារខ្ញុំបងប្អូនចង់បានរូបអូនមកនៅក្បែរខ្លួនបងចង់ឲ្យนุ่มអងអោបបងឲ្យណែនបានទេមិនចង់បើកភ្នែកឃើញថ្ងៃរះគ្មានមាសមេវាពិតជាឯកាណាស់មិនបានយំផងទឹកភ្នែកហូរពេលណាមិនស្មានថាអូនទុកបងចោលម្នាក់ឯងពេលនេះបងវងវេស្នេហ៍អូនបងវងអូនពួកដៃបងសន្យាថាមិនចោលបងអូនមិនឲ្យបងនៅម្នាក់ឯងក៏មិនលែងឲ្យអូនទៅឯណាបងមិនព្រមឲ្យអូនភ្លេចពាក្យសន្យាមកបន្តសន្យាអូនភ្លាមបងមិនព្រមឲ្យអូនទៅវិលវិញភ្លាមពេលនេះមានមេបងស្រែកហើយអូនត្រូវតែលឺត្រូវតែស្ដាប់អូនគ្មានសិទ្ធិប្រឆាំងគ្មានសិទ្ធិរាយរ៉ាប់វិលវិញឲ្យឆាប់ណាមីបងពេលឲ្យកូនជ្រូកតូចបងប្អូនហើយទៅមើលចំណីរបស់ខ្ញុំក៏អស់បងប្អូនអញ្ចឹងទៅខ្ញុំចាប់ផ្ដើមទៅយកចំណីទៀតអញ្ចឹងហើយខ្ញុំដាក់វីតាមីនចូលមួយស្លាបព្រាផងដែរបងប្អូនដោយសារកូនជ្រូកអញ្ចឹងយើងទាមទារវីតាមីនជំនួយវាបងប្អូនដើម្បីបន្តឆ្អឹងបន្តឲ្យវាធំធាត់ការពារកុំឲ្យវាមានជំងឺអញ្ចឹងទៅខ្ញុំក៏ដាក់ឲ្យវីតាមីន1ស្លាបព្រាផងដែរបងប្អូនគឺទៅខ្ញុំទៅ